tẹt cầm tay hay nhé chọn trái cây vào ngoài mùa này chọn trái cây này nghe rơ hả nghe rơ rơสุดได้แฟนๆต่างออกเนี่ยថ្ងៃនេះខ្ញុំធ្វើអន្ទាក់ទៅដាក់ជីណាហើយក៏ជីផងដែរមួយថ្ងៃនេះគឺដើរបានកដាលថ្ងៃត្រង់មកណាហ្វេនអើយឥឡូវខ្ញុំបិទធ្វើអន្ទាក់ឃើញទេធ្វើអន្ទាក់ដាក់ជីប៉ុន្តែវារៀងយូរបន្តិចបើសិនតែយើងជីកវាលឿនជាងប៉ុន្តែជួនកាលវាអាចថារួចច្រើនជាងបើដាក់អន្ទាក់អត់សូវរួចទេមួយដឹងមួយប៉ុន្តែតើយើងដាក់ឲ្យមកចន់តិចហ្វេនអញ្ចឹងនេះការធ្វើអន្ទាក់របស់ពួកខ្ញុំនេះហ្នឹងហើយឥឡូវខ្ញុំធ្វើតែ10អន្ទាក់ឯងព្រោះដាក់បានមួយយើងដោះចេញបានមួយដោះចេញអញ្ចឹងណាហ្នឹងហើយហ្វេននេះធ្វើអញ្ចឹងអានេះខ្ញុំធ្វើដងហើយបានបន្ទាប់មកខ្ញុំចងគួចខ្សែខ្ញុំយកខ្សែដងបបកត្រីណាបបកត្រីខ្សែទូចស្វិតល្អណាដាក់ទៅជាប់ឥឡូវយើងធ្វើហើយយើងមកដាក់អន្ទាក់ឥឡូវយើងឃើញរុនជីហ៎ណានេះរុនជីខ្មៅទូចមួយនេះឃើញទេរុនជីឥឡូវខ្ញុំរៀបចំដាក់ហើយអន្ទាក់ហ្នឹងគឺខ្ញុំចងជាខ្សែហើយនេះខ្ញុំដាក់នឹងរនោងដូចដាក់បិចចឹងដាក់ដោតកុំឲ្យវាជាពាក់អញ្ចឹងទៅយើងដោះយកមួយយកមកដាក់ហ្វេនហ្នឹងហើយដាក់ឃើញទេទិញណៅហ្នឹងគឺអន្ទាក់ដាក់មួយហើយយើងដើរមកវាលហ្នឹងយើងដាក់បានច្រើនណាវាមានជីច្រើនតែហ្វេនចង់សាក់លបងដាក់សាក់មើលហើយមានច្រើនណាជីតាមដីស្រែវាហើយខ្ញុំដាក់ណាហ្វេនពេលដែលយើងដាក់ហ្នឹងយើងប្រយ័ត្នប្រយែងណាហ្វេនខ្លាច់ខ្សែវាអត់ចូលក្នុងកន្លែងរុនណាយើងដោតឈើត្រឹមត្រូវហ្វេនខ្ញុំអត់បានដាក់ថតឲ្យចិត្តថតពីចម្ងាយហ្នឹងហើយព្រោះជីកវាយ៉ាប់ពេកអញ្ចឹងដាក់អន្ទាក់ម្ដងមើលដាក់នេះយើងប្រើពេលវេលារៀងយូរបន្តិចឥឡូវយើងដាក់ចិត្តហើយយើងដាក់អន្ទាក់មួយនឹងយើងប្រយ័ត្នប្រយែងខ្សែនេះវារៀងស្វិតហើយវារៀងកងែងកងងផងហ្វេនអញ្ចឹងយើងត្រូវដាក់ផ្ចិតផ្ចង់បន្តិចហ្នឹងហើយយើងមើលតិចទៀតជាប់ជីកន្លែងជាប់ជីខ្ញុំដាក់ឲ្យឃើញហ្វេនហ្នឹងហើយខ្ញុំឥឡូវដល់វគ្គជាប់ហើយណាឃើញទេមើលវាចូលវាចេញហើយវាចូលវាតាមពិតពេលជាប់ហ្នឹងនៅពេលវាចេញទេតែពេលនេះវារត់ចូលរុនវិញអញ្ចឹងណាហ្វេននេះឃើញទេហ្នឹងហើយវារត់វាជាប់វាចូលនៅក្នុងវិញខ្សែមើលអត់ចង់ឃើញទូចឲ្យស្វិតខ្សែដងបបកយើងបបកត្រីហ្នឹងខ្សែខូចរបស់ប្អូនគេបកទៅខ្សែចាស់ទៅយើងកាត់យកមកដាក់ដូចដាក់អន្ទាក់គ្រួចអន្ទាក់អីហ្នឹងគឺស្វិតណាចឹងរំលឹកអនុស្សាវរីយ៍ចាស់ដែលយើងធ្លាប់ធ្វើពីមុនហ្នឹងឥឡូវយើងមកសាក់នៅដដែលទឹកដៃអត់ខុសពីមុនទេហ្វេនហ្នឹងហើយនេះវាជាប់ជាកេះធំចង់ប្រប៉ិនមេជើងហ្វេនហ្នឹងហើយនេះឃើញទេឥឡូវវាជាប់យើងដកបាននោះបកគោអន្ទាក់របស់ខ្ញុំហ្នឹងហើយនេះខ្ញុំប្រឡែងវាខ្ញុំរត់ទៅណាបើជាប់ជាកេះបាត់ហើយហ្នឹងហ្វេនខ្សែវានៅខ្ញុំលើឃើញទេហ្វេនប៉ុណ្ណេះមហូបបាត់ហើយហ្វេនណាហ្នឹងហើយបន្តទៀតក៏ពេលដែលយើងដាក់ហ្នឹងយើងឆ្លៀតឱកាសយើងជីកបដើកន្លែងណាយ៉ាប់ដាក់យើងជីកឲ្យមើលណាទូចយើងជីកធំយើងដាក់វិញអញ្ចឹងហ្វេនអាធំចេះយើងដាក់អន្ទាក់ទៅពេលតូចយើងជីកហ្នឹងហើយកុំថាអីថាវ៉ាន់ណាហ្វេនព្រោះសត្វនេះមិនមែនសត្វអភិរក្សអីទេណាហ្នឹងហើយយើងសត្វដែលយើងអាចដាក់អន្ទាក់ដាក់អីបានព្រោះហ្នឹងវាទូទៅវានៅគ្រប់ទីកន្លែងអញ្ចឹងហ្វេនហ្នឹងហើយឃើញទេហ្នឹងហើយជាប់អន្ទាក់របៀបហ្នឹងមានជាប់ច្រើនទៀតហ្វេនអូបើយើងបកកែដាក់អាសាគឺបានច្រើនតាហ្នឹងហើយប៉ុន្តែវាមិនបានច្រើនគីឡូអីទេហ្វេនអើយហើយបន្ទាប់មកយើងទៅជីកបានមួយហើយជីកនេះlạiរុនមិញណាមួយទៀតនេះតាមពីរនេះបាទមួយខាងទៅពីរអានពីរហ៎ធំមកអើយពេញឆ្ងាញ់ហ៎
nó ru này nó ru này ra thủ mò này mà nó ru cái tham mình cái nó không trời em mình tê nó ngày này chi chi hay nó mà thò mà nó rôn mũi tiết này mà rôn mũi tiết bạn bay này nè nè rôn về mũi tiết này nè rôn về nè rôn lu lu đi nè nè rôn ai bạc cái gì